តើហេតុអ្វីបានជាយើងប្រើប្រាស់ប្រេងម៉ាស៊ីនប្រភេទខុសៗគ្នាទៅលើម៉ូតូរបស់យើងមិនថាអូតូឬចង្កឹះលេខបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងថ្ងៃហ្នឹងយើងនឹងមកបកស្រាយពីចំណុចទាំងអស់ហ្នឹងឃើញនៅខាងមុខនេះគឺយើងមាន4កំប៉ុងអញ្ចឹងវាបែងចែកចំណុះហើយនឹងប្រភេទប្រេងណាបាទអញ្ចឹងទី1គឺពណ៌ខៀវមួយនេះគឺ MA យើងសម្គាល់ថា MA នេះជាប្រភេទចង្កឹះលេខបាទ MA 0.8អញ្ចឹងយើងប្រើទៅលើអសង្គ្រីម0.23ឡើងហើយនឹង Aveo 110ឡើងអញ្ចឹងយើងប្រើទៅលើ MA 0.8នេះអញ្ចឹងប្រេងពណ៌ក្រហមនេះជាប្រេង MA ដូចគ្នាជាប្រេងម៉ាស៊ីនរបស់ចង្កឹះលេខដូចគ្នាប៉ុន្តែមានចំណុះ 0.7 ខុសគ្នាមួយលេខអញ្ចឹងអាហ្នឹងយើងប្រើទៅលើអសង្គ្រីម0.22ចុះហើយនឹង Aveo 100បាទអញ្ចឹងមួយទៀតប្រេងម៉ាស៊ីន210នេះយើងមើលទៅវាស្តៀងគ្នាប៉ុន្តែជាប្រេងប្រភេទតែមួយប៉ុន្តែចំណុះខុសគ្នាបាទដូចជាទី1នេះជា MB 0.7យើងប្រើទៅលើ Scoopy Beat បាទសម្រាប់ម៉ូតូដែលមានម៉ាស៊ីនតូចអញ្ចឹងនេះជាប្រេង MB អូតូ0អញ្ចឹងអានេះយើងប្រើ 0.8 ដូចជា Click Giono ADV TSX ដោយសារនឹងមានចំណុះ 0.8 យើងប្រើទៅលើគ្រឿងម៉ាស៊ីនពី125ឡើងបាទអញ្ចឹងមួយទៀតចំណុចតាកតងនឹងប្រភេទប្រេងបាទពេលហ្នឹងជាប្រភេទប្រេងរបស់ចង្កឹះលេខពីនេះជាប្រភេទប្រេងរបស់អូតូបាទអញ្ចឹងបងប្អូនមានឆ្ងល់អត់ថាហេតុអ្វីបានជាយើងប្រើប្រាស់អូតូយើងប្រើប្រាស់ប្រេងប្រភេទផ្សេងចង្កឹះលេខយើងប្រើប្រាស់ប្រេងប្រភេទផ្សេងបាទហេតុផលនោះគឺដូចជាបើសិនបើយើងយកប្រេងរបស់អូតូទៅចាក់នៅចង្កឹះលេខបញ្ហាទី1គឺធ្វើឲ្យម៉ាស៊ីនម៉ូតូរបស់យើងអត់សូវមានសន្ទុះដោយសារប្រេងម៉ាស៊ីនរបស់អូតូគឺមានភាពរាវខ្លាំងហើយនឹងល្អិតខ្លាំងបើយើងយកទៅប្រើប្រាស់ជាមួយម៉ូតូដែលប្រើចង្កឹះលេខគឺវានឹងធ្វើឲ្យម៉ូតូរបស់យើងទូមអត់សូវមានកម្លាំងធ្វើឲ្យស្បែកអង្គយ៉ាចាប់ជាមួយត្រឡប់អង្គយ៉ាបានហើយនឹងធ្វើឲ្យអាយុកាលនៃការប្រើប្រាស់របស់គ្រឿងម៉ាស៊ីនរបស់យើងក៏បានតិចយើងប្រើបានយូរដោយសារប្រេងនឹងវារាវខ្លាំងពេកវាមិនអាចចូលទៅស្របដូចជាស្ពឺឬក៏បដាងម៉ូតូរបស់យើងបាទវាចូលទៅស្របឲ្យបានល្អយើងធ្វើឲ្យមិនថាបដាងឬស្ពឺលេខវាធ្វើឲ្យទង្គិចគ្នាខ្លាំងប៉ះទង្គិចខ្លាំងបាទអញ្ចឹងមួយទៀតបើសិនបើយើងយកប្រេងចង្កឹះលេខទៅប្រើប្រាស់នៅម៉ូតូអូតូបាទប្រេងរបស់ចង្កឹះលេខគឺគេធ្វើមកសម្រាប់ទី1គឺឲ្យវាមានភាពខាប់បាទដើម្បីប្រើជាមួយនឹងស្បែកអង្គយ៉ាបើសិនបើយើងយកប្រេងដែលខាប់នឹងទៅចាក់ទៅលើម៉ូតូអូតូទី1គឺម៉ូតូរបស់យើងអត់សូវមានសន្ទុះបាទទី2ធ្វើឲ្យឆាប់ឡើងកម្ដៅទី3គឺធ្វើឲ្យអាយុកាលនៃការប្រើប្រាស់ម៉ូតូរបស់យើងបានតិចបាទដោយសារប្រេងប្រភេទនេះបើយើងយកទៅចាក់ទៅវាធ្វើឲ្យលំហូររបស់ប្រេងវាហូរអត់បានល្អកលុកកលៀតអីវាចូលទៅអត់បានដោយសារប្រេងនេះវាខាប់ពេកដូចជាប្រឡោះបដាងបាទម៉ូតូអូតូគឺយើងប្រើជាមួយនឹងបដាងបែបផ្សេងដូចជាបដាងយេនអីយើងប្រើខុសពីរបស់ចង្កឹះលេខអញ្ចឹងបើយើងយកអានឹងទៅប្រើប្រាស់វាមិនល្អសម្រាប់បដាងវីលគាំងបដាងនៅក្នុងគ្រឿងម៉ាស៊ីនរបស់ម៉ូតូអូតូរបស់យើងបានទេបាទដោយសារប្រេងនឹងវាស្អិតពេកវាចូលទៅអត់បានគ្រប់កន្លែងទៅធ្វើឲ្យបដាងវាទទួលបានផលប៉ះពាល់ខ្លាំងបាទអញ្ចឹងបើសិនបើយើងយកទៅប្រើប្រាស់ទៅលើម៉ូតូអូតូយើងប្រើប្រាស់រយៈពេលខ្លីគឺយើងអត់ដឹងទេតែយើងប្រើយូរទៅរាប់ពាន់គីឡូម៉ែត្រទៅធ្វើឲ្យមានមុខសញ្ញាដូចជាឆាប់លឺឆាប់លិនឆាប់ខូចអីជាដើមបាទអញ្ចឹងនឹងទាក់ទងការប្រើប្រាស់ប្រេងម៉ាស៊ីនបាទអញ្ចឹងបើសិនបើបងមានចំណងត្រង់ណាបន្ថែមអាចសាកសួរយើងបាននៅក្រោម comment ហ្នឹងបាទអញ្ចឹងមួយទៀតទាក់ទងនឹងការផ្លាស់ប្ដូរប្រេងម៉ាស៊ីនបើសិនបើបងប្អូនចង់ផ្លាស់ប្ដូរប្រេងម៉ាស៊ីនដែលមានគុណភាពបាទជាមួយនឹងជាងដែលគាត់មានចំណេះដឹងត្រឹមត្រូវទាក់ទងនឹងការប្រើប្រាស់ប្រេងម៉ាស៊ីនបងអាចអញ្ជើញមកនៅទីនេះផងដែររានកាយបាទតែទីតាំងរបស់យើងនៅជាប់ជាមួយនឹងផ្សារសម្រងជាប់ជាមួយនឹង AC Lida បាទជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះបាយបាយ